សំឡេងយកសៀវភៅមួយក្បាលដែលមានចំណងជើងថាបើកភ្លើងឬនៅដែលមានចំណងជើងដើមជាភាសាអង់គ្លេសថា Are your lights on មកធ្វើការបកស្រាយជូនលោកអ្នកបើកភ្លើងឬនៅប្រធានបទនេះស្ដាប់មើលទៅហាក់ដូចជាចម្លែកបន្តិចគ្រាន់តែបើកភ្លើងសោះអាចក្លាយទៅជាប្រធានបទរបស់សៀវភៅមួយបានដែរនៅពេលដែលជួបបញ្ហាពិភពលោករបស់យើងអាចនឹងក្លាយទៅជាងងឹតបើសិនជាយើងមានសៀវភៅមួយនេះនៅក្នុងដៃវាប្រៀបបីដូចជាយើងមានពិលឬក៏អំពូលភ្លើងដែលចាំបំភ្លឺផ្លូវមើលឃើញពីបញ្ហាឲ្យបានច្បាស់ហើយដើរជៀសផុតពីអន្ទាក់ដែលបញ្ហាបានរៀបចំឡើងបញ្ហាដែលពិបាកដោះស្រាយជាច្រើនមានពេលខ្លះវាមិនពិបាកដូចអ្វីដែលយើងបានគិតនោះទេគ្រាន់តែយើងមិនដឹងថាត្រូវដោះស្រាយបញ្ហានោះតាមរបៀបណាតែប៉ុណ្ណោះនៅពេលដែលយើងជួបបញ្ហាភ្លាមយើងភាគច្រើនតែងតែមានទម្លាប់អាក្រក់មួយទម្លាប់នោះគឺនៅពេលដែលបញ្ហាមកដល់ភ្លាមគឺយើងចាប់ផ្ដើមដោះស្រាយវាភ្លែតដោយមិនបានធ្វើការសិក្សាស្វែងយល់ឲ្យលម្អិតពីដំណើរដើមតងនៃបញ្ហាទាំងនោះទេមានអគារស្កឹមស្កៃមួយទើបតែធ្វើការជួសជុលរួចរាល់នៅពេលដែលចេញទៅធ្វើការនិងពេលត្រឡប់មកពីធ្វើការវិញជណ្ដើរយន្តបានស្ទះណែនតាន់តាប់ត្រូវរងចាំរយៈពេលយូរទើបអាចជិះបានមានភ្ញៀវជាច្រើនមានការមិនពេញចិត្តទៅនឹងបញ្ហាទាំងនេះហើយបានលើកជាសំណើទៅឲ្យថ្នាក់គ្រប់គ្រងដើម្បីដោះស្រាយរតនាគឺជាអ្នកទទួលបន្ទុកដើម្បីដោះស្រាយបញ្ហាមួយនេះគ្រាន់តែទទួលបានបញ្ជាពីថ្នាក់គ្រប់គ្រងភ្លាមរតនាបានខិតខំរកដំណោះស្រាយភ្លាមរតនាបានទៅទិញកញ្ចក់មកដាក់នៅតាមទ្វារជណ្ដើរយន្តនីមួយៗទុកឲ្យភ្ញៀវធ្វើការឆ្លុះនៅពេលរងចាំជណ្ដើរយន្តការធ្វើបែបនេះពិតជាទទួលបានលទ្ធផលល្អមែននៅពេលដែលរងចាំជណ្ដើរយន្តមានភ្ញៀវជាច្រើនបានចំណាយពេលឆ្លុះកញ្ចក់ធ្វើឲ្យពួកគេគិតថាការរងចាំជណ្ដើរយន្តមានរយៈពេលខ្លីជាងមុនហើយបញ្ហានោះក៏បានស្ងាត់ទៅមួយរយៈប៉ុន្តែមួយរយៈក្រោយមកទៀតបញ្ហាមួយទៀតបានកើតឡើងមានមនុស្សខ្លះបានយកប៊ិចមកគូសក្រវេមក្រវាមនៅពេញកញ្ចក់ធ្វើឲ្យគេមិនអាចឆ្លុះកញ្ចក់បានគ្រប់ជ្រុងជ្រោយវាបណ្ដាលឲ្យភ្ញៀវជាច្រើនមានការរអ៊ូរទាំពីការរងចាំជណ្ដើរយន្តសាជាថ្មីលើកនេះរតនាបានដាក់ប៊ិចនៅជាប់ទៅនឹងកញ្ចក់ទុកឲ្យភ្ញៀវធ្វើការគូសនៅអ្វីដែលគេចង់គូសហើយការរអ៊ូរទាំពីការរងចាំជណ្ដើរយន្តក៏បានថយចុះក៏ប៉ុន្តែមានមនុស្សចាប់ផ្ដើមរអ៊ូរទាំពីបញ្ហាសោភ័ណភាពអគារវិញម្ដងមានមនុស្សជាច្រើនបាននិយាយថាកញ្ចក់ដែលពោពេញទៅដោយរូបភាពដ៏រញ៉េរញ៉ៃបានធ្វើឲ្យបាត់បង់នូវភាពថ្លៃថ្នូររបស់តំបន់អភិជនរយៈពេល3ខែក្រោយមកដល់ពេលកំណត់ដែលអ្នកជួសជុលជណ្ដើរយន្តត្រូវមកធ្វើការត្រួតពិនិត្យជណ្ដើរយន្តសាជាថ្មីគេបានរកឃើញថាកណ្ដុរបានខំកាត់ខ្សែបង្កើនថាមពលអគ្គិសនីទៅឲ្យម៉ូទ័រហើយធ្វើឲ្យខ្វះកម្លាំងក្នុងការអូសជណ្ដើរយន្តឡើងទៅលើហើយវាគឺជាមូលហេតុដែលបណ្ដាលឲ្យជណ្ដើរយន្តដំណើរការយឺតជាងធម្មតាបន្ទាប់ពីគេបានធ្វើការតភ្ជាប់ខ្សែឡើងវិញជណ្ដើរយន្តបានធ្វើដំណើរការទៅធម្មតាហើយបញ្ហាជណ្ដើរយន្តនោះក៏បានដោះស្រាយរួចរាល់យើងសូមសរសើរដល់រតនាដែលមានគំនិតច្នៃប្រឌិតចេះប្រើប្រាស់នៅសារធាតុរបស់មនុស្សដើម្បីមកដោះស្រាយបញ្ហាមួយនេះពលគឺមនុស្សយើងតែងតែស្រឡាញ់នឹងឲ្យតម្លៃលើខ្លួនឯងហើយតែងតែចង់បង្ហាញនៅអ្វីដែលល្អទៅកាន់ពិភពខាងក្រៅហេតុនេះហើយនៅពេលដែលមនុស្សឃើញកញ្ចក់គឺគេតែងតែចង់ឆ្លុះកញ្ចក់ជារឿយៗចង់ដឹងថាខ្លួនឯងគេស្អាតគ្រប់គ្រាន់ហើយឬនៅហើយការធ្វើបែបនេះធ្វើឲ្យពេលវេលាក្នុងការរងចាំកន្លងទៅដោយមិនដឹងខ្លួនហើយគេក៏មិនសូវជារអ៊ូរទាំក្នុងការរងចាំជណ្ដើរយន្តដែរមួយវិញទៀតកញ្ចក់និងប៊ិចសុទ្ធតែមានតម្លៃទាបនិងអាចរកទិញបាននៅគ្រប់ទីកន្លែងវាបង្ហាញថារតនាមានការយកចិត្តទុកដាក់ទៅលើការចំណាយនិងមានគំនិតសន្សំសំចៃខ្ពស់ក៏ប៉ុន្តែនៅក្នុងចំណុចនេះរតនាបានប្រព្រឹត្តនៅកំហុសមួយដូចជាមនុស្សជាច្រើនទៀតដែរកំហុសនោះគឺថាគេមិនបានស្វែងយល់ពីបញ្ហាជាមុនសិនទេមុនពេលដែលទៅដោះស្រាយបញ្ហាវាជាការពិតដែលរតនាទទួលបានបញ្ជាពីថ្នាក់គ្រប់គ្រងទៅដោះស្រាយបញ្ហាមិនពេញចិត្តរបស់ភ្ញៀវចំពោះការរងចាំយូរនោះរតនាបានរិះរកគ្រប់មធ្យោបាយដើម្បីធ្វើឲ្យភ្ញៀវពេញចិត្តប៉ុន្តែរតនាមិនបានស្វែងរកពីប្រភពបញ្ហានោះឡើយប្រសិនបើរតនាចង់ស្វែងរកពីប្រភពបញ្ហារតនាគួរតែសួរថាហេតុអ្វីបានជាភ្ញៀវត្រូវរងចាំយូរវាមកពីមនុស្សច្រើនវាមកពីជណ្ដើរយន្តមានតិចវាមកពីអគារខ្ពស់ទើបជណ្ដើរយន្តឡើងចុះមិនទាន់ឬក៏ជណ្ដើរយន្តមានបញ្ហាបើរតនាស្វែងរកដំណោះស្រាយតាំងពីដំបូងក្រុមហ៊ុនគ្រាន់តែចំណាយទៅលើការជួសជុលជណ្ដើរយន្តតែម្ដងប៉ុណ្ណោះបញ្ហានឹងត្រូវបានបញ្ចប់ហើយក៏គ្មានបញ្ហាកើតឡើងជាបន្តបន្ទាប់ដែរក្រុមហ៊ុននឹងចំណេញទាំងពេលវេលានិងការចំណាយចំពោះដំណាក់កាលដំបូងនៅពេលដែលជួបបញ្ហាភ្លាមអ្វីដែលយើងត្រូវធ្វើមិនមែនជាការស្វែងរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានោះភ្លាមទេប៉ុន្តែយើងត្រូវស្វែងរកពីប្រភពបញ្ហាកំណត់ប្រភេទរបស់បញ្ហាកំណត់ថាអ្នកណាជាអ្នកជួបបញ្ហាកំណត់ថាបញ្ហានោះជាបញ្ហាអ្វីហើយបញ្ហានោះកើតឡើងដោយសារអ្វីប្រភពបញ្ហាក្រៅពីសំដៅទៅលើប្រភពដែលបង្កើតឲ្យមានបញ្ហាហើយមានពេលខ្លះក៏សំដៅទៅលើមនុស្សដែលបានបង្កើតនិងលើកជាបញ្ហានោះឡើងមកដែរ
លំហាត់គណិតវិទ្យាមួយបានដាក់ឲ្យសិស្សទាំងអស់ក្នុងសាលាប្រឡងរួមគ្នាបើសិនជាយើងដឹងថាលំហាត់នោះចេញដោយគ្រូម្នាក់ណាយើងក៏អាចស្មានដឹងថាគ្រូម្នាក់នោះទំនងជាចង់បានចម្លើយបែបណាហើយគាត់ចង់ធ្វើតេស្តសមត្ថភាពសិស្សត្រង់មេរៀនណាហើយគួរតែប្រើរូបមន្តអ្វីដើម្បីមកធ្វើការដោះស្រាយសំណួរឬក៏បញ្ហាមួយដែលបានកើតឡើងទៅលើមនុស្សពីរនាក់ផ្សេងគ្នាពួកគេអាចនឹងចង់បាននៅចម្លើយក៏ដូចជាដំណោះស្រាយផ្សេងគ្នាមានសំណួរមួយដែលបានលើកឡើងថាតើនៅឆ្នាំ2020ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានលក្ខណៈដូចម្តេចចំពោះមនុស្សម្នាក់ដែលជាសិស្សនៅវិទ្យាល័យគេអាចគ្រាន់តែចង់បានពីព័ត៌មាននៅស្ថានភាពទូទៅឬក៏ជាតួលេខនៃកំណើនសេដ្ឋកិច្ចដែលបានបោះពុម្ពនៅក្នុងសៀវភៅទុកយកទៅប្រើប្រាស់នៅពេលប្រឡងតែប៉ុណ្ណោះប៉ុន្តែបើយើងងាកមកមើលអ្នកចំនួនវិញបើសិនជាគេសួរសំណួរមួយនេះគេអាចចង់ដឹងពីស្ថានភាពលម្អិតក្នុងវិស័យនីមួយៗទិន្នន័យជាផ្លូវការដែលមានប្រភពច្បាស់លាស់ការវិភាគពីអ្នកជំនាញទៅលើស្ថានភាពសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ននិងទំនោរសេដ្ឋកិច្ចនៅពេលអនាគតហើយទុកវាប្រើប្រាស់ជាឯកសារក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារអាជីវកម្មប្រចាំឆ្នាំ2021ឬក៏នៅពេលបន្ទាប់ទៀតបន្ទាប់ពីយើងបានកំណត់នៅនិយមន័យរបស់បញ្ហារួចហើយទើបដល់ពេលដែលយើងត្រូវដោះស្រាយបញ្ហានៅក្នុងដំណាក់កាលដោះស្រាយបញ្ហានេះមានមនុស្សជាច្រើនតែងតែគិតដល់ការចំណាយលុយកាក់ពេលវេលានិងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាជាសំខាន់ការគិតបែបនេះវាមិនខុសទេក៏ប៉ុន្តែដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងសូមគិតថាតើអ្នកណាជាអ្នកស័ក្តិសមនឹងចេញមុខដោះស្រាយបញ្ហាមួយនេះជាងគេនៅក្នុងថ្នាក់រៀនមួយតារាគឺជាមនុស្សម្នាក់ក៏ដូចជាសិស្សម្នាក់ដែលចូលចិត្តជក់បារីការជក់បារីរបស់តារាបានធ្វើឲ្យបរិយាកាសនៅក្នុងថ្នាក់រៀនអាប់អួរផ្សែងបារីបានធ្វើឲ្យសិស្សនៅក្នុងថ្នាក់ឈឺក្បាលហើយមិនអាចធ្វើការប្រមូលអារម្មណ៍រៀនបានសិស្សនិងគ្រូនៅក្នុងថ្នាក់សុទ្ធតែមិនពេញចិត្តចំពោះការជក់បារីរបស់តារាទេបើសិនជាគ្រូធម្មតាវិញមានគ្រូខ្លះអាចនឹងបង្កើតជាវិន័យហាមឃាត់មិនឲ្យជក់បារីនៅក្នុងថ្នាក់មានគ្រូខ្លះអាចនឹងទៅសំណេះសំណាលជាមួយនឹងតារាណែនាំគាត់ពីផលវិបាកនៃការជក់បារីក្នុងថ្នាក់ឬអាចឈានដល់ការស្ដីបន្ទោសក៏មានដែរប៉ុន្តែអ្នកគ្រូសំណាងមិនបានធ្វើទាំងអស់នេះទេគាត់ក៏មិនបានដោះស្រាយបញ្ហាទាំងអស់នេះដែលផ្ទាល់ខ្លួនឯងដែរគាត់បានទុកឲ្យសិស្សនៅក្នុងថ្នាក់ទាំងអស់ធ្វើការពិភាក្សាជាមួយតារាដោយខ្លួនឯងចុងក្រោយសិស្សទាំងអស់គ្នាសម្រេចចិត្តចូលលួយគ្នាដើម្បីទិញស្ករកៅស៊ូឲ្យតារាទំពាបំបត្តិការញៀនបារីនិងចំណងក្នុងការជក់បារីនៅក្នុងម៉ោងរៀនពិតណាស់ថាអ្នកគ្រូសំណាងមានសិទ្ធិទូមានសិស្សឲ្យឈប់ជក់បារីហើយនឹងណែនាំសិស្សឲ្យដើរនៅក្នុងផ្លូវល្អប៉ុន្តែបើសិនជាអ្នកគ្រូសំណាងចេញមុខដោះស្រាយបញ្ហានោះដោយផ្ទាល់វាអាចនឹងកើតមាននៅបញ្ហាមួយចំនួនដូចជាបើសិនជាតារាមិនព្រមស្ដាប់ការណែនាំតើអ្នកគ្រូសំណាងនឹងធ្វើអ្វីបន្តទៀតតើឈប់ឲ្យតារាចូលរៀនឬក៏រត់ទៅប្តឹងនាយកសាលាដើម្បីដោះស្រាយបញ្ហារឿងនេះតើទំនាក់ទំនងរវាងគ្រូនិងសិស្សពេលនេះនឹងក្លាយទៅជាយ៉ាងណាចុះបើសិនជាគ្រប់បញ្ហាទាំងអស់សុទ្ធតែតម្រូវឲ្យគ្រូជាអ្នកដោះស្រាយតើពេលណាទើបសិស្សអាចធំដឹងក្តីហើយចេះប្រឈមមុខទៅនឹងបញ្ហានិងរៀនដោះស្រាយបញ្ហាដែលខ្លួនឯងបានទៅនៅក្នុងកលៈទេសៈដែលសិស្សទាំងអស់មិនអាចស្វែងរកដំណោះស្រាយបានទើបអ្នកគ្រូសំណាងចេញមុខដោះស្រាយក៏វាមិនទាន់យឺតពេលដែរមែនទេមានមនុស្សជាច្រើននៅពេលដែលជួបបញ្ហាតែងតែមានទំនោរចង់ដោះស្រាយបញ្ហាដោយខ្លួនឯងវាពិតណាស់ថាប្រហែលជាយើងអាចនឹងដោះស្រាយបញ្ហាទាំងនោះបានប៉ុន្តែមិនប្រកាសថាយើងជាអ្នកដែលស័ក្តិសមបំផុតក្នុងការដោះស្រាយបញ្ហាទាំងនោះឡើយម្យ៉ាងទៀតអ្នកដែលជួបបញ្ហាប្រហែលជាគ្មានលទ្ធភាពឬក៏គ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហានោះទេយើងលើកឧទាហរណ៍មួយពីហាងរកស៊ីមួយកន្លែងដែលគាត់រកស៊ីកាក់កបអាជីវកម្មចេះតែរីកចម្រើនទៅមុខបុគ្គលិកមានការងារធ្វើកាន់តែច្រើនឡើងពួកគាត់ត្រូវធ្វើការថែមម៉ោងស្ទើរជារៀងរាល់ថ្ងៃបើសិនជាមិនចង់ឲ្យពួកគាត់ថែមម៉ោងទេត្រូវរកបុគ្គលិកបន្ថែមត្រង់ចំណុចនេះយើងអាចមើលឃើញថាបុគ្គលិកគឺជាអ្នកដែលជួបបញ្ហាបុគ្គលិកមិនសូវជាចង់ធ្វើការថែមម៉ោងទេប៉ុន្តែអ្វីដែលគាត់ចង់បានគឺរកមនុស្សមកបន្ថែមទៀតដើម្បីជួយរំលែកការងារគាត់ប៉ុន្តែមានតែម្ចាស់ហាងប៉ុណ្ណោះដែលមានលទ្ធភាពដោះស្រាយបញ្ហានេះនិងមានសិទ្ធិសម្រេចថាតើអនុញ្ញាតឲ្យរើសបុគ្គលិកបន្ថែមដែរឬទេឧទាហរណ៍មួយទៀតគេបានបង្កើតនៅសាកលវិទ្យាល័យមួយកន្លែងដែលចំនួនមនុស្សមានការកើនឡើងយ៉ាងឆាប់រហ័សធ្វើឲ្យសិស្សនិងគ្រូមួយចំនួនបានបើកឡានទៅកន្លែងឆ្ងាយដើម្បីរកចំណតឡាននាយកសាលាគាត់មានចំណតឡានផ្ទាល់ខ្លួនរបស់គាត់ហេតុនេះហើយគាត់មិនបានដឹងពីបញ្ហានេះទេបើសិនជាយើងផ្ដោតសំខាន់ទៅលើកត្តាមជ្ឈដ្ឋានខាងក្រៅបញ្ហានេះគឺតម្រូវឲ្យនាយកសាលារកវិធីសាស្ត្រដោះស្រាយគាត់ត្រូវរកចំណតឡានបន្ថែមទៀតសម្រាប់ប្រើប្រាស់មានអ្នកខ្លះគាត់គិតថាបើសិនជាមិនអាចចរចាជាមួយនឹងនាយកសាលាបានទេគេអាចនឹងដណ្ដើមចំណតឡានរបស់នាយកសាលាហើយធ្វើឲ្យគាត់ស្គាល់រសជាតិនៅពេលដែលគ្មានចំណតឡានម្ដងនៅពេលនោះនាយកសាលានឹងដឹងពីការលំបាកពេលគ្មានចំណតឡានហើយគាត់នឹងប្រញាប់ដោះស្រាយបញ្ហាមួយនេះបើសិនជាធ្វើបែបនេះមានរឿងពីរដែលអាចនឹងកើតឡើង
រឿងទី1នាយកសាលាអាចនឹងដឹងពីបញ្ហានេះហើយគាត់នឹងប្រញាប់ដោះស្រាយបញ្ហាភ្លាមរឿងទី2អាចនឹងគាត់ខឹងហើយគាត់លែងខ្វល់ពីបញ្ហានេះហើយបែរជាដាក់ពិន័យចំពោះអ្នកដែលបានដណ្ដើមចំណោទឡានរបស់គាត់ដោយឡែកបើសិនជាផ្ដោតសំខាន់ទៅលើកត្តាផ្ទាល់ខ្លួនបញ្ហាដែលត្រូវទៅឆ្ងាយដើម្បីរកចំណោទឡាននេះអាចដោះស្រាយបានដូចគ្នាតាបញ្ហានេះក៏អាចបណ្ដាលមកពីការដែលសម្បូរមនុស្សទៅយឺតមនុស្សភាគច្រើនត្រូវដាក់ឡាននៅកន្លែងជិតៗដើម្បីកុំឲ្យយឺតពេលទើបចំណោទឡាននៅកន្លែងជិតៗនោះត្រូវស្ទះហើយពួកគេត្រូវទៅឆ្ងាយដើម្បីរកចំណោទឡានដំណោះស្រាយងាយស្រួលនិងមិនសូវជាឈឺក្បាលមានតាគឺយើងអាចក្រោកមកលឿនជាងនេះបន្តិចទៅអ្នកដែលមកដល់លឿនត្រូវទៅដាក់ឡាននៅកន្លែងឆ្ងាយព្រោះគេមានពេលវេលាគ្រប់គ្រាន់ដើម្បីដើរទៅកាន់កន្លែងអគារសិក្សាហើយធ្វើបែបនេះក៏ជាការឆ្លៀតឱកាសឲ្យពួកគេបានហាត់ប្រាណនិងជួយសម្រួលដល់អ្នកដែលមកយឺតដែរឬក៏អ្នកដែលមានផ្ទះនៅឆ្ងាយពីសាលាអាចមករៀនទាន់ពេលវាមានន័យថាខណៈពេលដែលជួបបញ្ហាអ្នកដែលជួបបញ្ហាមិនមានលទ្ធភាពដើម្បីដោះស្រាយបញ្ហាទាំងនោះបានទាំងស្រុងទេក្រៅតែពីរកជំនួយពីអ្នកដែលមានលទ្ធភាពពួកគេអាចនឹងរកដំណោះស្រាយផ្សេងទៀតដែលខ្លួនឯងអាចនឹងធ្វើបានឲ្យអស់ពីលទ្ធភាពចុងក្រោយយើងត្រូវគិតពីបញ្ហាឡើងវិញតើយើងពិតជាចង់ដោះស្រាយបញ្ហានោះដែរឬទេស្ដាប់មើលទៅហាក់ដូចជាចម្លែកបន្តិចជួបបញ្ហាហើយរកដំណោះស្រាយបានហើយបើជាមិនដោះស្រាយតើទុកធ្វើអីតោះមកស្ដាប់ការបកស្រាយរបស់អ្នកនិពន្ធទាំងអស់គ្នាចំណុចទី1ត្រូវសួរខ្លួនឯងថាតើពិតជាចង់ដោះស្រាយបញ្ហាដោយប្រើវិធីសាស្ត្របែបនេះមែនទេបើសិនជាដោះស្រាយបញ្ហាដោយប្រើវិធីសាស្ត្របែបនេះមែនតើនឹងមានផលវិបាកអ្វីខ្លះបើសិនជាប្រើប្រាស់វិធីសាស្ត្របែបនេះដើម្បីដោះស្រាយបញ្ហាពេលខ្លះលទ្ធផលដែលអាចកើតឡើងប្រហែលជាមិនមែនជាអ្វីដែលយើងចង់បានទេបញ្ហាមួយមានដំណោះស្រាយជាច្រើនប្រភេទប៉ុន្តែដំណោះស្រាយនីមួយៗសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងគ្នាយើងលើកឧទាហរណ៍មួយមានទាហានម្នាក់ដែលត្រូវគេបាញ់ព្រួញនៅចំដើមទ្រូងរបស់គាត់យើងចង់ជួយទាហានម្នាក់នោះតែយើងគួរធ្វើបែបណាយើងនឹងបង្ហាញជម្រើស3ជម្រើសទី1យើងប្រហែលជាគិតថាត្រូវតែដកក្បាលព្រួញនោះចេញបើទុកក្បាលព្រួញជាប់នៅខ្លួនទាហានម្នាក់នោះអាចនឹងស្លាប់ក៏ប៉ុន្តែបើដកក្បាលព្រួយនោះចេញហើយគ្មានបរិក្ខារនិងថ្នាំពេទ្យសម្រាប់ទប់ឈាមទេឈាមនឹងហូរកាន់តែខ្លាំងនៅតាមមុខរបួសអាចធ្វើឲ្យទាហានម្នាក់នោះគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតជម្រើសទី2បើសិនជាទុកក្បាលព្រួយនៅដដែលនៅពេលធ្វើដំណើរទៅកាន់កន្លែងព្យាបាលរបួសឬក៏ទៅមន្ទីរពេទ្យក្បាលព្រួយនោះអាចនឹងរលចូលទៅក្នុងកាន់តែជ្រៅធ្វើឲ្យដាច់សរសៃឈាមហូរកាន់តែខ្លាំងទាហានក៏អាចស្លាប់បាត់បង់ជីវិតដូចគ្នារីឯជម្រើសទី3បើសិនជាចង់កាច់ក្បាលព្រួយនោះចោលទាមទារឲ្យយើងមានកម្លាំងខ្លាំងគ្រប់គ្រាន់កាច់តែម្ដងធ្វើយ៉ាងណាឲ្យបាក់យើងកាច់យ៉ាងណាមិនឲ្យក្បាលព្រួយនោះរេឬក៏កម្រើកខ្លាំងពេកទេបើមិនអញ្ចឹងទេរបួសគឺកាន់តែធ្ងន់ធ្ងរអ្នកបានឃើញហើយថាបញ្ហាខាងលើមានដំណោះស្រាយរហូតទៅដល់3ប្រភេទផ្សេងគ្នាមិនថាយើងជ្រើសរើសយកវិធីសាស្ត្របែបណាសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួនចំណុចទី2ពេលខ្លះបញ្ហាមួយបានដោះស្រាយរួចហើយប៉ុន្តែវាបែរជាបង្កើតទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរមួយទៀតឡើងទៅវិញយើងលើកឡើងពីការប្រើប្រាស់នៅសារធាតុគីមីដើម្បីកម្ចាត់សត្វល្អិតក្នុងវិស័យកសិកម្មថ្មីត្បិតតែការប្រើប្រាស់សារធាតុគីមីពិតជាអាចដោះស្រាយបញ្ហាសត្វល្អិតបានពិតមែនក៏ប៉ុន្តែការប្រើប្រាស់សារធាតុគីមីកម្ចាត់សត្វល្អិតនេះវាធ្វើឲ្យប៉ះពាល់ទៅដល់លំនឹងប្រព័ន្ធអេកូឡូស៊ីចុងក្រោយវានឹងផ្ដល់ជាគ្រោះមហន្តរាយទៅដល់ផែនដីមានដង្កូវមកស៊ីដំណាំអ្នកស្រុកបានសម្រេចចិត្តប្រើប្រាស់សារធាតុគីមីដើម្បីសម្លាប់ដង្កូវក៏បានពលស្លាប់ពិតមែនបន្ទាប់មកមានមាន់ទាចាបក៏ដូចជាបក្សីផ្សេងទៀតបានមកស៊ីដង្កូវដែលពលស្លាប់នោះបក្សីទាំងនោះក៏នឹងពលស្លាប់ដែររីឯដីក៏ខ្សោះអស់ជីជាតិដាំដំណាំលែងកើតបញ្ហាដង្កូវអាចដោះស្រាយបានក្នុងរយៈពេលខ្លីប៉ុន្តែយើងបែរជាបាត់បង់នៅធនធានជាច្រើនដោយសារតែដង្កូវគ្មានសត្រូវធម្មជាតិឬពាក្យបច្ចេកទេសហៅកាត់ថាបាត់បង់នៅលំនឹងនៃខ្សែអាហារក្នុងធម្មជាតិវាបានធ្វើឲ្យចំនួនដង្កូវមានការកើនឡើងច្រើនជាងមុនយ៉ាងឆាប់រហ័សដង្កូវស៊ីដំណាំគ្មានសល់មនុស្សនិងសត្វនឹងត្រូវស្លាប់ដោយសារតែគ្មានអាហារចុងក្រោយដង្កូវក៏ត្រូវស្លាប់ដែរព្រោះវាគ្មានដំណាំឲ្យពួកវាស៊ីតទៅទៀតតើនេះមែនទេគឺជាលទ្ធផលដែលអ្នកស្រុកចង់បានបញ្ហាដង្កូវគឺជាបញ្ហាតូចតាចប៉ុន្តែបែរជាសម្រាប់ចិត្តប្រើប្រាស់សារធាតុគីមីដើម្បីដោះស្រាយបញ្ហាដង្កូវពិតជាបានដោះស្រាយរួចរាល់ហើយប៉ុន្តែបញ្ហាដែលបណ្ដាលមកពីការប្រើប្រាស់សារធាតុគីមីបានកើតឡើងហើយវាធ្ងន់ធ្ងរជាងបញ្ហាដង្កូវទៅទៀតចំណុចទី3មានពេលខ្លះអ្នកដោះស្រាយបញ្ហាគឺជាអ្នកបង្កើតបញ្ហាបើសិនជាបញ្ហាដោះស្រាយអស់ទៅហើយគេក៏លែងមានតម្លៃទៀតដែរ
យើងនិយាយអំពីមេរោគនៅក្នុងកុំព្យូទ័រភាគច្រើនវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគបើសិនជាពួកគេមិនបង្កើតមេរោគបន្ថែមទេតើមានអតិថិជនឯណាសុខចិត្តចំណាយថវិកាទៅទិញកម្មវិធីកម្ចាត់មេរោគទៅបើសិនជាគេកម្ចាត់មេរោគក្នុងកុំព្យូទ័រទាំងអស់ឲ្យបានអស់នៅលើពិភពលោកពួកគេនឹងបាត់បង់ប្រភពចំណូលហើយយូរទៅក្រុមហ៊ុនគេនឹងខ្សោយធនវាដូចជាការសម្លាប់ខ្លួនឯងដោយប្រយោលអញ្ចឹងដែរសួរថាតើក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគចង់ដោះស្រាយបញ្ហាមេរោគឲ្យលែងកើតមានឡើងទៀតដែរទេដូចគ្នានេះដែរចំពោះអគ្គនាយកក្រុមហ៊ុនមួយរូបបើសិនជាគេអាចដឹកនាំបានល្អឥតខ្ចោះដោយមិនដែលមានបញ្ហាអ្វីកើតឡើងទាល់តែសោះម្ចាស់ក្រុមហ៊ុនអាចនឹងចាប់ផ្ដើមគិតថាបើទោះបីជាមានឬក៏គ្មានអ្នកគ្រប់គ្រងគឺដូចតែគ្នាទេបើគ្មានអគ្គនាយកម្នាក់នេះក្រុមហ៊ុនគេក៏នៅតែអាចដំណើរការបានធម្មតាមិនដែលមានបញ្ហាអីកើតឡើងផងហ្នឹងទុកក៏មិនចំណេញដកចេញគឺរឹតតែចំណេញហើយនៅក្នុងកលៈទេសៈបែបនេះមានមនុស្សជាច្រើនណាស់សុខចិត្តបង្កើតនៅបញ្ហាដោយចេតនាហើយខ្លួនឯងចេញមុខមកដោះស្រាយបញ្ហាដើម្បីបង្ហាញពីតម្លៃរបស់ខ្លួនឯងនៅពេលនេះនាងខ្ញុំសូមធ្វើការសង្ខេបនៅអ្វីដែលយើងបានរៀននៅក្នុងថ្ងៃនេះឡើងវិញវិធីសាស្ត្រដោះស្រាយបញ្ហាអាចបែងចែកជា3ដំណាក់កាលគឺដំណាក់កាលស្វែងយល់ពីបញ្ហាដំណាក់កាលស្វែងរកដំណោះស្រាយបញ្ហានិងដំណាក់កាលក្រឡេកមកមើលបញ្ហាឡើងវិញនៅពេលជួបបញ្ហាភ្លាមយើងមិនត្រូវប្រញាប់ដោះស្រាយបញ្ហាភ្លាមពេកទេប៉ុន្តែយើងត្រូវស្វែងរកពីប្រភពរបស់បញ្ហាកំណត់ប្រភេទរបស់បញ្ហាកំណត់ថាអ្នកណាជាអ្នកដែលជួបបញ្ហាកំណត់ថាបញ្ហានោះជាបញ្ហាអ្វីហើយបញ្ហានោះកើតឡើងដោយសារអ្វីជាមុនសិនប្រភពបញ្ហាក្រៅពីសំដៅទៅលើប្រភពដែលបង្កើតឲ្យមានបញ្ហាហើយពេលខ្លះក៏អាចសំដៅទៅលើមនុស្សដែលបានលើកបញ្ហានោះឡើងមកផងដែរបន្ទាប់មកយើងត្រូវគិតថានរណាគឺជាអ្នកស័ក្តិសមបំផុតក្នុងការចេញមុខដោះស្រាយបញ្ហាមួយនោះមនុស្សដែលជួបបញ្ហាមិនប្រកាសថាត្រូវដោះស្រាយបញ្ហានោះដោយផ្ទាល់ទេហើយក៏មិនប្រកាសថាពួកគេមានលទ្ធភាពក្នុងការដោះស្រាយនោះដែរបន្ទាប់ពីស្វែងរកដំណោះស្រាយបានហើយយើងត្រូវពិនិត្យឡើងវិញថាតើយើងចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះដែរឬទេតើការប្រើប្រាស់មធ្យោបាយបែបនោះមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះបន្ទាប់ពីដោះស្រាយរួចហើយតើមានបញ្ហាអ្វីខ្លះដែលអាចនឹងកើតឡើងមានពេលខ្លះបើសិនជាដោះស្រាយបញ្ហារួចហើយបញ្ហាផ្សេងទៀតអាចនឹងកើតឡើងធ្ងន់ធ្ងរជាងបញ្ហាដែលមានស្រាប់ទៅទៀតតែយើងច្បាស់ក្នុងចិត្តទេថានេះគឺជាលទ្ធផលដែលយើងត្រូវការអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយអរគុណសម្រាប់ការចំណាយពេលស្ដាប់របស់អ្នកទាំងអស់គ្នាជួបគ្នានៅសប្ដាហ៍ក្រោយជាមួយនឹងសៀវភៅមួយក្បាលផ្សេងទៀតសម្រាប់ពេលនេះនាងខ្ញុំ Clara សូមអរគុណសូមជម្រាបលា